បាទជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទថ្ងៃនេះនឹងចែកចាយព័ត៌មានក្តៅៗថ្មីៗបាទអញ្ចឹងប្រូក្រាមនេះជាប្រូក្រាមសម្រាប់ចែកចាយព័ត៌មានដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិកខ្លីឃ្លាខ្លឹមសម្រាប់បងប្អូនដែលមានពេលគេថាតាមដានព័ត៌មានឲ្យជ្រៅជ្រះបាទនេះជាអ្វីដែលខ្ញុំនឹងព្យាយាមសង្ខេបបើសិនបងប្អូនត្រូវការព័ត៌មានបន្ថែមអាច Google ឬ research ខ្លួនឯងណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលនឹងចាប់ផ្ដើមប្រធានបទទី1បាទនេះមិនមែនទាក់ទងពីរឿង immigration ទេប៉ុន្តែអាចជាផលប្រយោជន៍ដល់ប្រិយមិត្តបាទអញ្ចឹងទី1ទាក់ទងពីរឿងគេហៅ stimulus check នេះបាទតាមខាងព័ត៌មានគេបានរាយការណ៍មកក្នុងខែ10នេះបាទបងប្អូននឹងបានលុយ$2,000បាទ stimulus check direct deposit ណាគេអត់មានផ្ញើ check ទេគេនឹងផ្ញើលុយបាទចូលក្នុងកុងក៏ដោយបាទអញ្ចឹងនេះជាអ្វីដែលសភាក៏ដឹងថាបងប្អូនមានការលំបាកមានការស្នើសុំជំនួយពិសេសសម្រាប់ចាស់ចាស់គេថាលុយអត្រែតក្តីអ្នក low income និងគ្រួសារដែលបាត់បង់ការងារលក្ខណៈបាទអញ្ចឹងអ្នកថាអនុវត្តលុយ stimulus នេះជាក្រសួង IRS បាទក្រសួងស្អីគេ IRS ខ្មែរតែមិនទេប៉ុន្តែនឹងអ្នកចាប់ការអញ្ចឹងលក្ខខណ្ឌគេមានចំនួនធំបាទអញ្ចឹងបើសិនបងប្អូនត្រូវមានសញ្ជាតិឬមាន green card មានលេខ social បើសិនបងប្អូនថានៅតំណេថានៅ live អញ្ចឹង income នៅក្រោម75,000បើសិន head of household មានន័យថា single mom single dad មានកូនមាន dependent អីចឹងincome ចំណូលត្រូវក្រោមlike 112,500អញ្ចឹងក្រោម11,000 head of household បើសិនជាគ្រួសារលក្ខណៈគ្រួសារប្តីប្រពន្ធ file jointly file ជាមួយគ្នា income នឹងមិនអាចលើសពី15,000ទេបាទនោះជាលក្ខខណ្ឌបន្តទៀតអ្នកថាបានលុយ stimulus ហ្នឹងត្រូវតែធ្វើtax return 2023និង2024បាទជាមួយ IRS បើបាន file ទេនឹងបែបអត់បានលុយបាទនេះជាលក្ខខណ្ឌហើយទៅមួយទៀតបើសិនបងប្អូនចង់តាមដានពីរឿង income ហ្នឹងបងប្អូនអាចទៅ website របស់ IRS www.irs.gov open get my payment បាទ type ចូល social type ចូលថ្ងៃកំណើត tax filing status ហើយនៅក្នុងហ្នឹងវានឹងប្រាប់ថា process ហ្នឹងគេបានប្រតិបត្តិការនៅឬមិនទាន់អីចឹងបាទបងប្អូនអាច check មើលខ្លួនឯងអ្នកថាអាចជួយរឹតតែច្រើនអ្នកធ្វើតាក់ឲ្យបងប្អូនណាបាទអញ្ចឹងអាចតាក់ទងកាត់សួរមើលថាមិនយាយដល់ណាហើយរឿង2000អាហ្នឹងយើងអាចញ៉ាំកាទៀវបានច្រើនបាទអាចបងប្រាក់ន័យថាថ្លៃជួលផ្ទះឡាក់នឹងឡាក់បាទនេះជាសេចក្តីសង្ឃឹមមួយបាទចាំមើលខែ10នេះបើសិនបងប្អូនបានទទួលលុយហើយដាក់នៅក្នុង comment ផងបាទនៅក្នុង box comment ហ្នឹងមកបាទព័ត៌មានទី2បាទព័ត៌មានទី2ដែលខ្ញុំចង់ចែកម្លែកទាក់ទងទៅអ្នកកាន់ green card បាទអញ្ចឹងបងប្អូនត្រូវប្រយ័ត្នបើសិននៅកាន់ green card សំខាន់ណាស់បងប្អូនត្រូវកាន់កាតនឹងជាប់ខ្លួនណានេះជាអ្វីដែលច្បាប់ពីណាពីណីមកពីមុនគេអត់សូវយកមកអនុវត្តណាបាទប៉ុន្តែច្បាប់នេះមានយូរហើយបើសិនអ្នកអត់មានសញ្ជាតិទេដូចថាអ្នកមាន visa ឬមាន green card ត្រូវកាន់ផុសតាងនឹងបាទដើម្បីបញ្ជាក់បើសិនមានបាទអ្នកអនុវត្តច្បាប់អន្តរប្រវេសន៍គេចែកឆេរអីយើងត្រូវបង្ហាញគេជាផុសតាងនឹងបាទអញ្ចឹងប្រហែលខែ1ថ្ងៃទី20បាទទីនាយកបដី Donald Trump ហ្នឹងក៏បានសញ្ញេexecutive order មួយដើម្បីឲ្យសិទ្ធទៅខាង ICE ហ្នឹងដើម្បីអនុវត្តច្បាប់បាទអញ្ចឹងពីមុនគេអត់សូវគេហៅ relax ប៉ុន្តែឥឡូវនេះគេលើកទឹកចិត្តឲ្យអនុវត្តច្បាប់ឲ្យបានរឹង
រឹងប៉ឹងជាងមុនអញ្ចឹងអ្នកថាត្រូវកាន់បាទកាតគេហៅ registration card ហ្នឹងអ្នក18ឡើងលើបាទ adult ទៅបាទ18ឡើងលើshall at all time carry with him or her and have possession any certificate of alien registrations receipt cards issue បាទអញ្ចឹងអាហ្នឹងពីណាបណ្ណៃមកបើសិនបាទខាងរដ្ឋាភិបាលឬខាងអឺអាជ្ញាធរគេត្រូវការមើលយើងអត់មានគេអាចវិន័យ$100ឬចាប់ខ្លួនដាក់ក្នុងគុក30ថ្ងៃអានេះពីច្បាប់តែយើងអត់មានផតតាមប្រហែលគេហ្នឹងណាបាទអញ្ចឹងពីខែ1ថ្ងៃទី20 2025នេះ Donald Trump ក៏បានសញ្ញា Executive Order 14159បាទឲ្យសិទ្ធនឹងឲ្យដូចថាបញ្ជាទៅខាង ICE បាទខាងក្រសួងបរិបអនុវត្តច្បាប់អន្តរប្រវេសន៍ហ្នឹងឲ្យមានដូចថា power បាទដើម្បីអនុវត្តច្បាប់នេះបាទអញ្ចឹងបងប្អូនអានឹងដើម្បីឲ្យស្រួលស្រាប់បាទបើសិនអត់មានសញ្ជាតិទេមាន green card ការ green card ជាប់ខ្លួនឬបាន visa មកលេងឡាយ passport ជាប់ខ្លួនណាបាទបើខ្លះណាគេមានសិទ្ធគេហៅ inspect យើងណាបាទគេហៅជាត្រួតពិនិត្យធម្មតាទេបាទអូខេហើយរកបន្ទាប់មកព័ត៌មានមួយទៀតតពងក្តៅកគុកនៅក្នុងរដ្ឋ Georgia បាទពិសេសនៅរដ្ឋ Georgia នេះបងប្អូនต้องស្រាប់ហើយខាង ICE ខាងអ្នកអនុវត្តច្បាប់អន្តរប្រវេសន៍ហ្នឹងគាត់បានចោះទៅកន្លែងរោងចក្រ Hyundai មួយបាទដើម្បីគេហៅចាប់អ្នកដូចថាមកធ្វើការហ្នឹងវាអស់សុពលភាពមក work visa ហ្នឹងណាឡាក់អញ្ចឹងចូលទៅមហឹកហ្នឹងប្រហែលគេហៅចាប់ខ្លួនប្រហែល300អ្នកធ្វើការកូរ៉េសញ្ជាតិកូរ៉េមកពីកូរ៉េខាងត្បូងណាបាទអញ្ចឹងធ្វើឲ្យស្ទះការងារធំមែនទែនទៅវាប៉ះពាល់ដូចថា chip ប៉ះពាល់ restaurant ប៉ះពាល់ grocery store ប៉ះពាល់ store មួយចំនួនធំនៅក្បែររោងចក្រហ្នឹងបាទដូចលោកគាត់ឈ្មោះអីគេទេChip Johnson បាទគាត់អ្នកវិនិយោគមួយនៅក្នុង Atlanta ហ្នឹងគាត់គម្រោងដូចថាធ្វើធានាស្អីគេ hotel អ្វីខ្មែរបាទធ្វើ hotel សម្រាប់ផ្ដល់កន្លែងស្នាក់នៅទូថ្លៃឲ្យអ្នកធ្វើការនឹងឡាប៉ុន្តែឥឡូវនេះគម្រោងហ្នឹងបះជើងហើយបាទប្រពចូលជើងចោលបាទហើយទៅ Savannah Vid Home Grocery បាទ Piggly Wiggly ច្រើនណាស់មួយចំនួននៅក្បែររោងចក្រហ្នឹងនឹងមានការស្ទះបាទការចុះថយប្រាក់ចំណូលច្រើនផ្សារលក់បន្លែលក់អីហ្នឹងចុះដែរបាទ Korean food បាទ restaurant គេថាកាលខែ9តែគេចុះចាប់ខ្លួនផងអ្នកធ្វើការមកពីកូរ៉េខាងត្បូងហ្នឹង income chip នៅក្បែររោងចក្រហ្នឹងធ្លាក់18%ក្នុងមួយសប្តាហ៍ចាំមាន income ធ្លាក់ដល់កបាទប៉ះពាល់ខ្លាំងhotel បាទចឹងហ្នឹងដូចសថាគារបាទតែឃើញហើយសថាគារត្រូវបិទឬផ្អាកបាទរៀបចំហ្នឹងបាទហើយទៅ employee បាទអ្នកធ្វើការឈ្មោះ Jasmine Chavez បាទគាត់បានធ្វើការនៅ4ឆ្នាំហើយគាត់បរៀនអ្នកមកថ្មីដើម្បីធ្វើការនៅកន្លែងរោងចក្រហ្នឹងគាត់ក៏បានខកចិត្តដែរបាទគាត់ថាសំខាន់ជាងគេគាត់ចង់បង្កើត community បាទគាត់ថា we don't have enough people to do the work she said it takes time to get stability but you can't have stability when you're constantly getting rid of people ចឹងគាត់ថាកន្លែងរោងចក្រហ្នឹងភាគច្រើនគេត្រូវការអ្នកអត់ជំនាញមកធ្វើការអញ្ចឹងភាគច្រើនអ្នកមានចំណេះជំនាញហ្នឹងគេអត់ធ្វើទេអញ្ចឹងដល់
អ្នកធ្វើការពីក្រៅស្រុកឬឡាក់បាទប៉ុន្តែទូនាទីគាត់បណ្ដោះអ្នកថ្មីដើម្បីឲ្យចេះធ្វើការដើម្បីយូរអង្វែងប៉ុន្តែគាត់ថាពិបាកព្រោះបើសិនអ្នកថ្មីចូលមកអន្តិនធ្វើដល់ណាដល់ណីផងត្រូវចាប់ខ្លួនត្រូវដកកាត់បន្ថយអញ្ចឹងការងារគាត់ចិត្តតែរៀងស្ទះបាទហើយទៅព័ត៌មានបន្ទាប់មកបាទឥឡូវនេះខ្លាំងអានេះខ្ញុំក៏ហ៊ាននិយាយអីលើសពីស៊ីជ្រៅបាទអញ្ចឹងដូចថា cartel ដូចខាង Megang អីចឹងឥឡូវនេះគេខ្លាំងហើយបាទព្រួយមកពីខាង ICE ហ្នឹងគេធ្វើសកម្មភាពច្រើនទៅវាប៉ះពាល់ដល់ការលក់គ្រឿងញៀនដាក់ប៉ុនគេអញ្ចឹងខាង gang ហ្នឹងគេហៅដាក់ hit មានន័យថាគេដាក់ដេញថ្លៃដែលឲ្យសម្លាប់អ្នកដឹកនាំខាងក្រសួងអភិវឌ្ឍឬអភិវឌ្ឍច្បាប់អន្តរប្រវេសន៍ហ្នឹងបាទអញ្ចឹងគេថានៅ Chicago based Latino Kings បាទហ្នឹងខាងគេបាទគាត់ដាក់គេថាដាក់ contract ឲ្យទៅសម្លាប់ Commander Greg Balvido បាទអ្នក operate LA Chicago និង Portland operate ថាចាប់អ្នកអត់មានច្បាប់រស់នៅបាទព្រោះឥឡូវនេះតាមរដ្ឋាភិបាលបានរាយការណ៍មកថាខាង Megay ហ្នឹងដែលផ្ដល់លុយឲ្យ$2,000បើសិនផ្ដល់ព័ត៌មានពីស្ថានភាពឬគម្រោងរបស់ ICE ហ្នឹងបាទហើយទៅបើសិនចាប់ខ្លួនបានគេនឹងផ្ដល់ជួនកម្រៃ$5,000ទៅ$10,000បើសិនចាប់បានភូមិអ្នកអនុវត្តច្បាប់បាទអនុវត្តច្បាប់អន្តរជាតិនឹង ICE ឬ CBP officer ហើយទៅបើសិនស្លាប់អ្នកដូចថាឋានៈខ្ពស់ high ranking officer ខាងគេនឹងគេឲ្យ$50,000បាទអញ្ចឹងនេះគេលេងមកវិញខ្លាំងបាទហើយទៅខាងក្រសួងខាងរដ្ឋាភិបាលឬអាជ្ញាធរហ្នឹងគាត់ថាឥឡូវនេះមានការពិបាកព្រោះខាងគេនេះគេមានលុយអញ្ចឹងគេនឹងឆ្មក់បាទចាប់យកខាងប៉ូលីសហ្នឹងឥឡូវគេមាន drone បាទសម្រាប់មើលសកម្មភាពរបស់ ICE គេមានការដូចថាdeath threat ដូចថាគម្រាមសម្លាប់របស់អ្នកធ្វើការនឹងនេះហើយទៅនេះជាអ្វីតែអ្នកច្បាប់គេអនុវត្តទេប៉ុន្តែធម្មតារឿងនេះមានប៉ះពាល់ទៅវិញទៅមកអូខេអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងឥឡូវនេះនៅក្នុងសហរដ្ឋនៅក្នុងសហរដ្ឋអាមេរិកមានការច្បូកច្បល់ច្រើនបន្តិចប៉ុន្តែនេះមិនជារឿងថ្មីទេគ្រាន់តែថាឥឡូវនេះច្បាប់កំពុងអនុវត្តអញ្ចឹងមានគេហៅបដកម្មបាទបដកម្មតាមនឹងអូខេអញ្ចឹងបងប្អូនមាន comment ឬកង្វល់ឬបន្តិអីបាទសូមដាក់ចូលក្នុង box សូមតម្លាក់ comment នៅក្នុងសារ box ហ្នឹងបាទសូមអរគុណជួបគ្នាថ្ងៃក្រោយទៀតបាទ